បើកហាង Amazon កាហ្វេមួយយើងអាចចំណេញប៉ុណ្ណាហើយយើងពេលណាយើងអាចរួចខ្លួនវិញបានអញ្ចឹងមុននឹងយើងទៅបើកហាង Amazon កាហ្វេយើងត្រូវតែទៅទិញ franchise បាទពីខាងក្រុមហ៊ុន PTT ណាបាទអញ្ចឹង franchise របស់គាត់បើតាម website មួយនៅឆ្នាំ2016បាទព័ត៌មាននឹងចាស់ដែរបាទតែនេះជាព័ត៌មានដែលខ្ញុំអាចទទួលបានយើងត្រូវកក់$3,000ហើយយើងចំណាយ$13,000ដើម្បីទិញ franchise របស់គាត់ហើយយើងអាចប្រើបានរយៈពេល6ឆ្នាំបាទអញ្ចឹងខ្ញុំគិតថាឥឡូវយើងធ្វើ business 6ឆ្នាំចុះដោយសារតែយើងក៏អាចបន្តដែរយើងគិតថា6ឆ្នាំក៏លក់យើងអញ្ចឹងយើងចំណាយ$13,000ហើយ$3,000កក់ខ្ញុំហៅអត់ចំណាយទេព្រោះយើងនឹងបានវិញ$13,000អាហ្នឹងយើងបង់ឲ្យគាត់ហើយគាត់មានលក្ខខណ្ឌដែលថាយើងត្រូវបង់ថ្លៃ royalty fee បាទថ្លៃកម្មសិទ្ធិរបស់គាត់ហ្នឹង3%នៃចំណូលហើយថ្លៃ marketing របស់គាត់ហ្នឹង3%នៃថ្លៃនៃចំណូលដែរបាទអញ្ចឹងវាទាំងអស់6%ទៀតចំណូលយើងទាំងអស់ចូលមកគឺកាត់6%ទៅឲ្យគាត់បើទោះតែយើងបង់$13,000ហ្នឹងហើយបាទអញ្ចឹងគឺបានគឺ6%ទៅគាត់អូខេ so ចាប់ពីហ្នឹងតែយើងទិញ franchise ហើយអញ្ចឹងយើងត្រូវបើកហាងយើងត្រូវការអីខ្លះទីមួយយើងត្រូវការទៅជួលកន្លែងគេណាឥឡូវខ្ញុំសន្និដ្ឋានថាយើងមានកន្លែងចុះយើងទៅជួលកន្លែងគេថាកន្លែងផ្ទះមួយសំរុំចុះយើងជួលនឹងពេញអស់$2,000បាទមួយខែអស់$2,000អញ្ចឹងមួយឆ្នាំអស់$24,000ហើយយើងត្រូវការបុគ្គលិកដែរបាទបុគ្គលិក4នាក់ចុះបាទ2នាក់ក្នុងមួយវេនហើយយើងមាន2វេនអញ្ចឹង4នាក់ហើយយើងទៅដល់កន្លែងគេវាមិនមែនថាបានដល់ស្អាតស្រាប់ទេយើងទៅជួលគេយើងទៅ decor ធ្វើអីមានអីទិញ equipment ទិញអីយកមកឆុងកាហ្វេឆុងអីហ្នឹង decor ឲ្យស្អាតដាក់គ្រឿងដាក់អីហ្នឹងអស់$10,000បាទហ្នឹងហា capital expenditure ហ្នឹងការចំណាយលើការវិនិយោគយើង$10,000អញ្ចឹងយើងចាយ$13,000ទៅលើការទិញ franchise យើងចាយ$10,000ទៀតគឺទៅលើការយើងកែច្នៃអីអាគារហ្នឹងឬក៏កន្លែងហ្នឹងឲ្យខ្លាយជាហាងកាហ្វេរបស់ Amazon ដែលស្អាតមួយបាទអូខេហ្នឹងបានជាការចំណាយនៃការវិនិយោគរបស់យើងហើយអាកាយទូទៅគឺយើងបាត់តែខែបុគ្គលិកតាមខែប្រហែលអញ្ចឹងទៅណាបុគ្គលិកបាទខែ$200ចំបុគ្គលិកអញ្ចឹងឥឡូវយើងរកចំណូលនិងចំណាយទៅដើម្បីគិតថាវាចំណេញប៉ុណ្ណាអញ្ចឹងណាបាទអញ្ចឹងតាមរបាយការណ៍ផលខាង PTG ជាមធ្យមហាង Amazon កាហ្វេនៅក្រៅប្រទេសហ្នឹងលក់បាន209កែវក្នុងមួយហាងកាហ្វេបាទអញ្ចឹងយើងយក209កែវហ្នឹងយើងគុណ365ថ្ងៃទៅដើម្បីយើងដឹងចំនួនកែវក្នុងមួយឆ្នាំបាទហើយពេលដែលយើងដឹងចំនួនកែវក្នុងមួយឆ្នាំហ្នឹងយើងគុណ$1.8ទៅយើងដឹងថាចំណូលរបស់ Amazon ក្នុងមួយឆ្នាំក្នុងមួយហាងប៉ុន្មានអញ្ចឹងឃើញថា$137,097 អូខេបន្ទាប់ពីហ្នឹងយើងត្រូវរកថ្លៃដើមណា cost of goods sold ត្រូវទេជាធម្មតា cost of goods sold របស់ Amazon ខ្ទង់35%ស្អីទៅ cost of goods sold បាទថ្លៃដើមហ្នឹងបានថានេះអាកាហ្វេនេះរបស់គេនេះតកកាហ្វេហើយនេះកែវរបស់គេនេះកាយ៉ូរបស់គេណាអញ្ចឹងយើងមួយកែវដែលយើងផឹកហ្នឹងគេនឹងចំណាយ35%ទៅលើថ្លៃដើមរបស់គេហ្នឹងហើយអញ្ចឹងយើងយកចំណូលរបស់យើងមួយ$37,000ជាងហ្នឹងយើងគុណ35%ទៅយើងឃើញទៅចំណាយ$47,984អញ្ចឹងយកទៅយើងយកចំណូលដកនឹងចំណាយថ្លៃដើមណា cost of goods sold យើងឃើញ gross profit របស់យើងហ្នឹងបាទដែលជាថាចំណេញដល់ហើយបាទយើងដកទៅយើងឃើញថា$37,000ជាងដក$47,000ជាងយើងឃើញ$39,000ហើយបាទ$39,113បន្ទាប់មកយើងបានចំណេញដល់យើងទៅដកចំណាយប្រតិបត្តិការរបស់យើងមានដូចជាទូទៅបានដែរខែបុគ្គលិកមក$200ក្នុងម្នាក់ហើយយើងមាន4នាក់អញ្ចឹង$800ក្នុងមួយខែអញ្ចឹងយើងគុណ12ទៅឃើញ$9,600ថ្លៃជួលកន្លែងថា$2,000ក្នុងមួយខែយើងគុណ12ទៅគឺ$24,000បាទចំណាយផ្សេងបាទអាចថាអត់ថ្លៃទឹកថ្លៃភ្លើងសិនថាអស់$1,000ក្នុងហាងកាហ្វេយើងគុណ12ទៅដើម្បីឃើញមួយឆ្នាំគឺ$12,000ហើយចំណាយផ្សេងយើងចាយថា$400ក្នុងមួយខែយើងគុណ12ទៅគឺ$4,800បាទហើយ Amazon ទៅដកថ្លៃកម្មសិទ្ធិគាត់3%ទៅលើចំណូលទៀតយើងយក$37,000ជាងហ្នឹងគុណ3%ទៅគឺ$4,113ហើយនឹងថ្លៃ marketing fee បាទថ្លៃ PTT ធ្វើ marketing ឲ្យយើង3%ទៀតគឺគាត់ដក$4,113ដែរអញ្ចឹងយើងឃើញចំណាយសរុបទៅលើប្រតិបត្តិការរបស់យើង$58,626អញ្ចឹងបានពីនឹងហើយយើងទៅកណនីបាទយើងចូលចំណេញដល់ដកនៅនឹងចំណាយប្រតិបត្តិការរបស់យើងសរុបហ្នឹងទៅយើងឃើញថាចំណេញមុននឹងបង់ពន្ធមុននឹងកាត់រំលោះនឹងបង់ពន្ធថា EBITDA ហ្នឹងណាបាទ EBITDA ហ្នឹងគឺឃើញខ្ញុំ$39,000ជាងចំណេញដល់ដកនឹងចំណាយប្រតិបត្តិការ$58,000ទៅយើងនឹងឃើញ$34,487បាទតទៅពីហ្នឹងយើងបើសិនជាយើងធ្វើ accounting ឲ្យត្រឹមត្រូវមែនតើយើងធ្វើកាត់រំលោះហើយអញ្ចឹងថា depreciation យើងសង់អគារមិនសង់អគារតែយើង decor អគារអស់$10,000ថាយើងរកស៊ីតែ6ឆ្នាំអញ្ចឹងណាខ្ញុំសន្មតប៉ុណ្ណាយើងអាចរកស៊ី10ឆ្នាំយើងរំលោះតិចជាងហ្នឹងអញ្ចឹងថារកស៊ីតែ6ឆ្នាំទេអញ្ចឹងយើងចំណាយទៅលើ decor តម្លៃវិនិយោគយើងដល់$10,000អញ្ចឹងយើងចូលអាហ្នឹងទៅចែកនឹង6ឆ្នាំទៅយើងឃើញថាមួយឆ្នាំយើងធ្វើអស់$16,667ទៅលើថ្លៃ depreciation បាទថ្លៃរំលោះបាទហើយសម្រាប់ amortization បាទ amortization ឃើញនៅថ្លៃ franchise របស់យើងហ្នឹងបានគេហៅ amortization យើងទិញ franchise យើង amortize វាវិញវាខុសអានោះវាសង់អគារឬ decor អគារមួយនេះគឺយើងទិញសិទ្ធចាសិទ្ធហ្នឹងគេហៅទៅពេលរំលោះនៃសិទ្ធហ្នឹងគេហៅថា amortization ហ្នឹងហើយបាទអញ្ចឹង franchise fee យើងទិញ$13,000ទៅយើងយកហ្នឹងចែកទៅ6ឆ្នាំទៅគឺមួយឆ្នាំអស់$2,167អញ្ចឹងគ្រាន់តែ depreciation amortization យើងឃើញ$18,834អញ្ចឹងយកចំណេញមុននឹងកាត់រំលោះនឹងបង់ពន្ធហ្នឹង$34,87ដកនឹងចំណាយទៅលើកាត់រំលោះ amortization ហ្នឹង$18,834ទៅយើងឃើញថាចំណេញមុននឹងបង់ពន្ធ$11,653បាទ$16,653បើយើងត្រឹមត្រូវយើងមិនបង់ពន្ធ20%
យើងបងពុន$2,331ទៀតហើយផុតពីហ្នឹងទៅយើងចំណេញបន្ទាប់ពីបងពុនគឺ$4,332បាទអញ្ចឹងនេះជាតួលេខដែលយើងចំណេញបាទប៉ុន្តែយើងត្រូវដឹងថាចំណូលលំហូរជាសាច់ប្រាក់គឺយើងបានច្រើនជាងហ្នឹងដោយសារតែយើងបងទៅមុនហើយអាថ្លៃធ្វើ decor អគារធ្វើអីហ្នឹងហើយនឹងថ្លៃសិតហ្នឹងគ្រាន់តែថាពេលយើងធ្វើ accounting ត្រូវមានអាហ្នឹងដើម្បី depreciation amortization ហ្នឹងដើម្បីយើងដឹងចំណេញឲ្យប្រកបរបស់យើងអញ្ចឹងណាតែលំហូរសាច់ប្រាក់យើងគឺយើងបងពុនយើង$4,300យើងយកអាហ្នឹងបូកជាមួយនឹង depreciation នឹងអាថ្លៃ depreciation បានថាចំណាយដែលអត់ប្រើសាច់ប្រាក់ទេអាហ្នឹងណាបូកនឹង amortization ទៅយើងឃើញថាអាហ្នឹងឃើញ$2,800ជាសាច់ប្រាក់ដែលយើងចូលឃើញ$28,156អញ្ចឹងយើងវិនិយោគទុនអស់$10,000បូក$13,000ទៅលើ franchise ទៅហ៎អញ្ចឹងឃើញយើងយកយើងចង់ដឹងថាប្រហែលឆ្នាំយើងបានមួយខ្លួនវិញអញ្ចឹងយើងយក$1,13,000ដែលយើងចំណាយវិនិយោគដំបូងហ្នឹងណាយកទៅចែកនឹងលំហូរសាច់ប្រាក់យើង$2,856ទៅយើងឃើញថា4ឆ្នាំបាទ4ឆ្នាំយើងបានលុយយើងមកវិញហើយ2ឆ្នាំយើងនឹងទទួលបានផលបាទបានចំណេញបានសាច់ប្រាក់មួយឆ្នាំចូល$70,000ឆ្នាំចូល$70,000 $28,000ហ្នឹងហើយក្នុងករណីដែលយើងរកស៊ីត្រឹមតែ6ឆ្នាំហើយបើចំណេញយើងអាចបន្តទៀតទេយើងចំណេញលើសដើមហ្នឹងណាហើយមួយទៀតបើសិនយើងចង់ឲ្យបានត្រឹម3ឆ្នាំយើងរួចដើមមកវិញយើងព្យាយាមលក់ឲ្យបានមួយថ្ងៃលក់បាន280កៅណាមួយថ្ងៃអញ្ចឹងបន្ទាប់ពី3ឆ្នាំយើងបានដើមមកវិញហើយលំហូរសាច់ប្រាក់ក្នុងមួយឆ្នាំយើងបាន$37,000ជាងដូចស្មើនឹង$3,000ជាងក្នុងមួយខែអញ្ចឹងណាហើយបើសិនជាយើងចង់បាន7ឆ្នាំបានដើមមកវិញយើងត្រូវលក់420កៅបាទក្នុងការលក់420កៅគឺយើងបានផុតពី2ឆ្នាំហើយយើងមួយឆ្នាំយើងចូល$59,000ជាងអញ្ចឹងបានចូល$4,000ជាងក្នុងមួយខែដែរបាទអញ្ចឹងលក់ឲ្យបានច្រើនយើងបានកាន់តែច្រើនអញ្ចឹងសម្រាប់exercise មួយនេះបានលំហាត់មួយនេះគឺយើងអាចធ្វើជាមួយនឹងហាងកាហ្វេទូទៅបានដល់យើងគិតថាអូខេមកកៅយើងលក់មួយជាមធ្យមមកបានតាមតែជាក់ស្ដែងហើយយើងចំណាយទៅថ្លៃដើមប្រហែល%ហើយថ្លៃបុគ្គលិកប្រហែលថ្លៃទឹកថ្លៃភ្លើងប្រហែលថ្លៃជួលប្រហែលថ្លៃអីផ្សេងៗទៅអា maintenance មានអីហ្នឹងខូចកាពីកប៉ុកពីបុកប្រហែលអញ្ចឹងយើងយកទៅដកទៀតទៅយើងឃើញអញ្ចឹងយើងសេរីសឡងទៅយើងដឹងហើយអ្នកខ្លះទៀតហាងកាហ្វេខ្លះទៀតក៏ផ្ដោតទៅលើការលក់ម្ហូបលក់អីទៀតគឺបានពីការលក់ម្ហូបពួកអីបានច្រើនថែមទៀតអញ្ចឹងយើងអាចសេរីសឡងថាវាអាចធ្វើឲ្យការលក់កៅកាហ្វេយើងចំនួនតិចប៉ុន្តែនៅតែអាចចំណេញបានបើសិនជាមានចំណូលបន្តបន្សំអីចឹងណាបាទខ្ញុំជាអ្នកសេដ្ឋកិច្ចបាទខ្ញុំរៀនសិក្សាបដិសេដ្ឋកិច្ចនៅអាមេរិកហើយក៏មកស្រុកខ្មែរទៅជំនួយ10ឆ្នាំជាងហើយអញ្ចឹងឥឡូវខ្ញុំចែកម្លែកនៅចំណេះដឹងទាក់ទងនឹងជំនួយហើយនឹងសេដ្ឋកិច្ចបាទហើយការកណនីរបស់ខ្ញុំនៅផ្អែកលើការសន្មតបាទ assumptions មួយចំនួនដើម្បីឲ្យយើងអាចធ្វើការកណនីបានអញ្ចឹងទាក់ទងនឹងចំណេញមែនតើគឺស៊ីសងលើស្ថានភាពការលក់នីមួយៗការសន្សំសំចៃលើការចំណាយនីមួយៗដើម្បីឲ្យគាត់អាចចំណេញបានអញ្ចឹងបើសិនជាបងប្អូនចូលចិត្តវីដេអូខ្ញុំសូមបងប្អូនជួយចុច follow TikTok channel របស់ខ្ញុំហើយនឹងចែករំលែកនៅវីដេអូហ្នឹងទៅកាន់មនុស្សឲ្យបានច្រើនអ្នកដើម្បីគាត់បានសិក្សានិងរៀនសូត្រផង